ពាក្យថា can C A N ណាបងយើងប្រែបានអីគេខ្លះទី1ជាទូទៅជា modal verb យើងប្រែថាអាចជា I can speak English can you speak English អូខេហើយជានាមយើងប្រែថាម៉េចកំប៉ុងអីចឹងទៅអញ្ចឹងប្រែបានច្រើនមុនពាក្យ can អញ្ចឹងថ្ងៃនេះយើងមករៀនលម្អិតអំពីពាក្យថា can't អូខេ can ទី1 I can speak English អូខេ I can speak English ចឹង can កន្លែងនេះគឺច្បាស់ណាស់ប្រែថាអាចមែនអត់មុនចា I can speak English ខ្ញុំអាចនិយាយភាសាអង់គ្លេសបានចឹង can កន្លែងនេះគឺអាច yes ជាអូខេ modal verb can អាចកន្លែងនេះក៏ដូចគ្នាយ៉ាយើងបង្កើតជាសំណួរបាន can I help you can I help you តើខ្ញុំអាចជួយអ្នកបានទេ can I help you can I help you can I help you តើខ្ញុំអាចជួយអ្នកបានទេបើសិនជាយើងឆ្លើយ yes you can បើសិនជាអត់ no you can't អូខេមួយទៀតនេះបង can កន្លែងនេះ can ដូចគ្នាបង open a can of soup អូខេ open a can of soup យើងប្រែថាម៉េចអញ្ចឹង can កន្លែងនេះគឺច្បាស់ណាស់យើងប្រែថាកំប៉ុងព្រោះវាជានាម yes អញ្ចឹង open ប្រែថាបើក a can កំប៉ុងមួយណាអញ្ចឹងបើកកំប៉ុងស៊ុបមួយណាអានេះស៊ុបនេះគឺស៊ុបយើងអានថា soup អូខេ soup soup ហ្នឹងគឺស៊ុបអញ្ចឹង can កន្លែងនេះប្រែថាកំប៉ុងអូខេ can មួយទៀត throw it in the trash can អញ្ចឹង can កន្លែងនេះប្រែថាធុងសម្រាប់នេះ trash can អញ្ចឹង trash cans យើងប្រែថាធុងសម្រាប់ throw it throw ហ្នឹងគឺចោលឬក៏កវែងបងយ៉ា throw it in the trash can អញ្ចឹងចោលវានៅក្នុងធុងសម្រាប់ទៅយ៉ាអញ្ចឹងពាក្យថា trash អូខេ trash can យើងប្រែថាធុងសម្រាប់អញ្ចឹង trash can នេះគឺប្រែថា can កន្លែងប្រែធុងវិញណាយ៉ាធុងហ្នឹងក៏មួយទៀតគឺ we can tomatoes every year ចុះ can កន្លែងនេះយើងប្រែថាម៉េចមុនអាច comment មកខាងក្រោមបាន can កន្លែងនេះប្រែថាអីគេប្រែថាអាចប្រែថាកំប៉ុងឬក៏ប្រែថាម៉េចអូខេ